ការធ្វើមូលដ្ឋាននីយកម្មនៃការត្រៀមបង្ការសម្រាប់ការឆ្លើយតបនៅក្នុងប្រទេសកម្ពុជាព្រះរាជាណាចក្រកម្ពុជាស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍នៃឧបទ្វីបឥណ្ឌូចិនដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ជាបន្តបន្ទាប់និងគ្រោះរាំងស្ងួតដែលរីករាលដាលខ្លាំងហើយប៉ះពាល់ខ្លាំងលើវិស័យកសិកម្មក្រោយពីវិបត្តិទាំងនេះដើម្បីបង្កើនការសម្របសម្រួលទៅលើកិច្ចខិតខំប្រឹងប្រែងឆ្លើយតបសង្គ្រោះនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិក្នុងប្រទេសកម្ពុជាសហគមន៍អន្តរជាតិបានបង្កើតវេទិកាឆ្លើយតបមនុស្សធម៌ក្នុងឆ្នាំ2011វេទិកាមនុស្សធម៌កម្ពុជាក្នុងឆ្នាំ2012និងភាពជាដៃគូត្រៀមបង្ការកម្ពុជា PPC ក្នុងឆ្នាំ2017ផ្ដើមចេញពីគំរូរបស់វេទិកាមនុស្សធម៌កម្ពុជា CHF ទៅភាពជាដៃគូត្រៀមបង្ការអាស៊ី APP ដែលជាវេទិកាតំបន់មានភាគីពាក់ព័ន្ធច្រើនត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យការសម្របសម្រួលអន្តរស្ថាប័ននិងការសន្ទនារវាងរដ្ឋាភិបាលអង្គការមនុស្សធម៌មូលដ្ឋាននិងវិស័យឯកជនបានកាន់តែល្អប្រសើរឡើងក្នុងការបង្កើនសមត្ថភាពតាមរយៈកិច្ចសហការក្នុងភាពជាដៃគូធនធានចំណេះដឹងការបណ្ដុះបណ្ដាលនិងឱកាសបង្កើតបណ្ដាញនៅក្នុងប្រទេសទាំង8ដែលជាសមាជិករបស់ APP ទីផលរបស់ CHF ទើបបណ្ដាញភាពជាដៃគូត្រៀមបង្ការអាស៊ី APP និងបន្តអនុវត្តកិច្ចការងារត្រៀមបង្ការសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបំផុសឲ្យមានគំនិតផ្ដួចផ្ដើមផ្សេងៗទៀតនៅកម្រិតតំបន់បណ្ដាញភាពជាដៃគូត្រៀមបង្ការនៃកម្ពុជា PPC ត្រូវបានបង្កើតឡើងនៅឆ្នាំ2017ក្រោមកម្មវិធីបង្កើនសមត្ថភាពដឹកនាំអនុវត្តដោយមូលដ្ឋានដើម្បីរៀបចំសកម្មភាពសម្រាប់ឆ្លើយតបនិងស្ដារឡើងវិញពីគ្រោះមហន្តរាយនៅកម្ពុជាកម្មវិធីនៅក្នុងប្រទេសកម្ពុជាគឺជាផ្នែកមួយនៃកម្មវិធីថ្នាក់តំបន់នៃបណ្ដាញភាពជាដៃគូត្រៀមបង្ការអាស៊ី APP ដែលបានអនុវត្តនៅក្នុងប្រទេសចំនួន7ផ្សេងទៀតដូចជាមីយ៉ាន់ម៉ាហ្វីលីពីននេប៉ាល់ស្រីលង្កាបង់ក្លាដេសឡាវនិងប៉ាគីស្ថានបណ្ដាញភាពជាដៃគូត្រៀមបង្ការអាស៊ី APP ត្រូវបានសម្របសម្រួលដោយមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីគាំទ្រពីមូលនិធិ Bill និង Melinda Gates BMGF និងការិយាល័យទីភ្នាក់ងារជំនួយមនុស្សធម៌របស់ USAID BAA ដោយមានកិច្ចសហប្រតិបត្តិការជាមួយ PPC ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ NCDM វេទិកាមនុស្សធម៌កម្ពុជា CHF និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា FASMICកម្មវិធីរបស់ APP មានគោលដៅចម្បងគឺបង្កើនសមត្ថភាពដឹកនាំអនុវត្តដោយមូលដ្ឋានដើម្បីរៀបចំសកម្មភាពសម្រាប់ឆ្លើយតបនិងស្ដារឡើងវិញពីគ្រោះមហន្តរាយនៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់នៅតំបន់អាស៊ីជារួមគម្រោង PPC ជំហានទី2បានជួយដល់ដៃគូពាក់ព័ន្ធទាំងអស់ក្នុងការងារត្រៀមរៀបចំសម្រាប់ឆ្លើយតបនិងស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈកិច្ចសហការដៃគូដ៏រឹងមាំក្នុងការពង្រឹងសមត្ថភាពដើម្បីរៀបចំគោលនយោបាយការចែករំលែកបទពិសោធន៍និងចំណេះដឹងរវាងរដ្ឋាភិបាលអង្គការសង្គមស៊ីវិលនិងវិស័យឯកជនលើការងារគ្រប់គ្រងនិងឆ្លើយតបគ្រោះមហន្តរាយលើពីនេះទៀតគម្រោងក៏បានលើកកម្ពស់តួនាទីដ៏សំខាន់របស់ភាគីពាក់ព័ន្ធក្នុងការកៀរគរធនធានសម្រាប់ពង្រឹងមូលដ្ឋាននីយកម្មលើការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយនិរន្តរភាព